ចម្លងដោយ Turbo Strike ចូលទៅកាន់ Unlimited ដើម្បីលុបសារនេះចៅខេតាអ្នកសម្រាប់ប្រយោជន៍តខ្លួនរបស់អ្នកដបរៀងដោយផ្លែល្ពៅនេះមើលទៅដូចខ្លាំងទេក្មួយប្រុសជាទីស្រឡាញ់របស់ខ្ញុំហេតុអ្វីបានជាអ្នកគាត់ប្រកាសណាស់ថាដបរៀងដូចផ្លែល្ពៅនេះតើវាខ្លាំងទេលើកនេះអ្នកនៅរស់រានមានជីវិតខ្ញុំចៅកាយយកនាមត្រកូលរបស់អ្នកព្រោះខ្ញុំមានសាច់ញាតិជាមួយអ្នកវាច្បាស់ណាស់ថាគាត់មកពីតូបលក់ដូរតាមចិញ្ចើមផ្លូវខ្ញុំបានចំណាយប្រាក់1000 យ៉នដើម្បីទិញនេះតើអ្នកបានឃើញវាទេមែនហើយពិតណាស់ខ្ញុំបានឃើញវាបន្ទាប់ពីអ្នកចាក់ចេញខ្ញុំបានសួរជាពិសេសគាត់បានប្រាប់ថៅកែថាដំបូងឡើយគាត់មានបំណងចង់នេះសម្រាប់អ្នកសិប្បកម្មទំនើបសុទ្ធសាធបងប្រុសវិញត្រូវហើយ10ផ្លែល្ពៅរបស់ខ្ញុំពិតជាតាមពិតខ្ញុំបានទិញវាក្នុងតម្លៃ1000 យ៉នស៊ូចាស់ឈីងតើអ្នកទាំងពីរធ្លាប់ពីរឿងនេះទេគាត់បាននិយាយថាគាត់បានមកដល់ហើយទោះបីជាខ្ញុំចំណាយត្រឹមតែ1000ក៏ដោយប៉ុន្តែខ្ញុំអាចធានាថាវាពិតជាដូច្នោះមែនពិតប្រាកដមិនអាចទៅរួចទេលោកគ្រូចាស់ស៊ូគឺជាឥស្សរជនដ៏អស្ចារ្យម្នាក់នៅក្នុងតែខ្ញុំអាចយកផ្លែល្ពៅខ្លាំងៗដោយរបៀបណាលូនៅពីមុខគាត់បានបើកទ្វារពូថៅដែលប្រើជាអំណោយអបអរសាទរល្បិចតូចរបស់អ្នកគឺគ្មានអ្វីសោះខ្ញុំមិនអាចប្រាប់បានទេគ្រាន់តែចង់បានអ្វីមួយដោយមិនគិតថ្លៃមែនទេចុះបានដេញតាមឈីងស៊ីវហើយលេបត្របាក់នាងដោយសេចក្តីរីករាយតើត្រឹមត្រូវទេអ្នកពិតជាត្រូវបានគ្រប់ដណ្ដប់ដោយរោមតើអ្នកមើលឃើញមនុស្សគ្រប់គ្នាដូចជាខ្មោចទេហ៊ានប្រមាថខ្ញុំទេ Master Su គឺ Ken Potaro គាត់អាចដឹងបានភ្លាមថាតើវាជាការពិតឬមិនពិតអ្នកអាចប្រាប់បានការនិយាយល្អគឺគ្មានប្រយោជន៍ទេតើអ្នកហ៊ានទេតើអ្នកខ្លាចពេកក្នុងការលេងល្បែងជាមួយខ្ញុំម្ដងទៀតទេថ្ងៃនេះជាថ្ងៃពិសេសអ្វីនេះមិនច្បាស់ទេជនល្ងងកំពុងផ្ញើលុយមកខ្ញុំម្ដងទៀតប្រសិនបើដបនេះពិតមែនខ្ញុំនឹងរថយន្ត Bentley នៅខាងក្រៅទ្វាររបស់ខ្ញុំសម្រាប់អ្នកបើវាខ្លាំងអ្នកត្រូវតែលុតជង្គង់ថ្វាយបង្គំខ្ញុំមេដឹកនាំបានទទួលស្គាល់កំហុសរបស់ខ្លួនហើយទទួលស្គាល់ថាខ្លួនអន់ជាងខ្ញុំនឹងនៅឲ្យឆ្ងាយពី King ចាប់ពីពេលនេះទៅ How change អ្វីដែលអ្នកកំពុងនិយាយថ្ងៃនេះវាច្រើនពេកហើយយ៉ាងណាមិញវាជាថ្ងៃកំណើតរបស់ខ្ញុំដាវរបស់អ្នកពិតជាសាហាវណាស់តើនោះមិនមែនជាការមិនអើពើនឹងខ្ញុំពេកទេវាស្ថិតនៅក្នុងភ្នែករបស់អ្នកមែនទេលោកស៊ូខ្ញុំបានធ្វើរឿងទាំងអស់នេះសម្រាប់សួស្ដីដើម្បីកុំឲ្យអ្នកត្រូវបានលោក Raymond ឡាំបំភាន់ពួកគេបានបញ្ឆោតខ្ញុំមានតែមនុស្សល្ងងទេដែលនឹងផ្ញើឡានទំនើបមួយគ្រឿងមកមិនចង់បានរបស់អ្នកស៊ូចាស់ខ្ញុំនឹងភ្នាល់ជាមួយគាត់មាសពណ៌ស្វាយនេះពីសម័យឈៀនឡុងធូររាងដូចផ្លែល្ពៅដែលមានលំនាំឫស្សីនិងផ្កាប៉ុន្តែនោះជាលក្ខណៈធម្មតាហើយដបផ្នែកខាងក្រោមក៏មានលេខបេតិកភណ្ឌផងដែរដែលជាពិតជាវត្ថុបុរាណដ៏មានតម្លៃទាំង10មែនលើសពីនេះទៅទៀតមានបំណែកតិចជាង100បំណែកដែលនៅសេសសល់រហូតមកដល់សប្តាហ៍ថ្ងៃនេះសៀវហ្វេងអំណោយរបស់អ្នកនេះប៉ុន្តែវាពិតជាមានតម្លៃណាស់មិនអាចទៅរួចទេគាត់ជាអ្នកបោកប្រាស់សូមចូលទៅកាន់លើកនេះពួកគេក៏បានបោកប្រាស់ខ្ញុំជាតម្លៃវត្ថុបុរាណគ្រឿងអលង្ការ Jade Dragon Ridge វង្ហានវាមានតម្លៃ250,000 លានលោកជើខ្សែត្បូងថ្មរបស់អ្នកនេះខ្ញុំបានចំណាយប្រាក់30 លានដើម្បីទិញខ្សែនាគថ្មកំបោរ Ridge វង្ហានជាប្រភេទរបស់អ្នកកុហកកំសត់គាត់នឹងមិនដែលខ្លាចជាអ្នកកុហកគ្មានលុយឡើយអ្នកមិនដែលឃើញរឿងនេះពីមុនមកទេមែនទេលោកជើខ្សែថ្មជីតារបស់លោកនេះជារបស់ខ្លាំងនៃជនកំសត់ឲ្យមិនដែលឃើញពិភពលោកទេបាននិយាយថាអ្វីដែលជាការលើកឡើងបែបចំអកលំនាំនាគនៅលើខ្សែនាគថ្មពី Ridge វង្ហានគឺនាគនេះជានាគដើរប៉ុន្តែរបស់អ្នកវិញជានាគត្រជាក់ជំហានដ៏សំខាន់បំផុតគឺការខួងរនក្នុង Ridge វង្ហានខ្សែត្បូងថ្មដែលជាឧបករណ៍ខួងដែលប្រើគឺស្ដាប់សំឡេងខួងអ្នកនឹងឬសំឡេងនៅលើជញ្ជាំងរនស្នាមធម្មជាតិរាងដូចវងប៉ុន្តែរបស់អ្នកមានជញ្ជាំងរនរលោងកញ្ចក់មិនមានស្នាមធម្មជាតិទេនោះជាការកុហកបងប្រុសហ្វេងបាននិយាយថាគាត់ខ្លាំងវាខ្លាំងលោកចៅហ្វាយចៅអ្នកគួរតែប្រញាប់ទៅព្យាយាមទាមទារសំណងពីការខាត់បងរបស់អ្នកពីអ្នកលក់ក្មេងល្ងងឲ្យអ្នកបានលួចខ្ញុំស៊ីមិនគ្រប់គ្រាន់ទេនាងក៏ត្រូវធ្វើវានៅចំពោះមុខស៊ីដីរបស់ថេងធ្វើឲ្យខ្ញុំស្ថិតក្នុងស្ថានភាពឆ្កងមួយខ្ញុំមិនទាន់ចប់ជាមួយអ្នកនៅឡើយទេពិតមកទៅចៅកាន់តើខ្ញុំខ្លាចជាអ្នកនៅពេលណាបងស្រីរស់ខ្សែរុស៊ីបានមកដល់ហើយរីករាយថ្ងៃកំណើតលោកអ៊ុំស៊ូរុស៊ីពិតជាគិតគូរណាស់គិតគូរខ្លាំងណាស់Raymond Lam ក៏នៅទីនេះដែរខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នកការធ្វើមីពិតជាមិនងាយស្រួលទេចៅកានតើអ្នកមិនចាញ់គាត់ពីមុនទេតើលោក Raymond Lam មែនទេអ្វីអ្នកចង់មានការប្រកួតមួយទៀតទេមែនហើយលើកមុនខ្ញុំធ្វេសប្រហែសខ្ញុំបដិសេធមិនជឿថាខ្ញុំមិនអាចយកឈ្នះគាត់បានទេយល់ពមថ្ងៃនេះខ្ញុំបានយករបស់របរ3មុខមកជាមួយអំណោយនេះដើមឡើយត្រូវបានបំរុងទុកសម្រាប់ស៊ូពួកឲ្យសូមមើលឲ្យច្បាស់ណាស់ល្អឥតខ្ចោះណាស់អ្នកទាំងអស់គ្នាចូលយើងរៀបចំការប្រកួតប្រជែងអូយថ្ងៃនេះជាឱកាសដ៏កម្រមួយមិនអីទេហេតុអ្វីខ្ញុំមិនធ្វើវាតើអ្នកគិតយ៉ាងណាចំពោះអាញាកណ្ដាលរូបនេះមុខរបស់ Rosai និង Ting ខ្ញុំយើងពិតជាត្រូវតែបង្រៀនមេរៀនដល់ក្មេងរបៀបនោះមែនរបស់ពួកគេត្រូវបានបង្ហាញមិនអីទេអ្នកណាចាញ់ចាប់ពីពេលនេះទៅក្រោយមកខ្ញុំបានដកខ្លួនចេញពីអាជីវកម្មប្រដាប់ក្មេងលេងបុរាណហើយលេងមានទៀតឡើយនឹង Rosai និង Ting ឲ្យសោះអូយនៅលើโลกនេះពិតជាមានមនុស្សបែបនេះមែនចៅកានគឺជាមនុស្សល្ងងម្នាក់ដូច្នេះវាជាកំហុសរបស់គាត់ខ្ញុំមិនជឿទេមិនអីទេចូលយើងប្រើវានៅថ្ងៃនេះបច្ចេកទេសដាវខ្វាក់អនុញ្ញាតឲ្យមានតែមើលចុះកុំប៉ះវាអីនៅទីពេញ